សួស្តីប្រិយមិត្តអរគ្នានៅក្នុងវីដេអូមួយនេះយើងនឹងមកទស្សនាសាច់រឿងដែលទើបតែនឹងចេញថ្មីហើយ admin ជឿជាក់ថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានមើលរឿងនេះជា live action រួចទៅហើយឥឡូវនេះយើងមកមើលបែបតង្ហវិញម្ដងដែលចំណងជើងរបស់សាច់រឿងគឺយុទ្ធសាស្ត្របង្វិលវាសនាសាច់រឿងចាប់ផ្ដើមឡើងដោយបានបង្ហាញអំពីទេសភាពក៏ដូចជាបរិសុទ្ធសាមញ្ញម្នាក់ធ្វើដំណើរចុះពីលើភ្នំនៅតាមផ្លូវដែលគេកំពុងតែសម្រាប់អាំងភ្លើងគឺមានសត្វចាបមួយបានហោះចូលមកគេក៏បានប្រគល់នំដែលគេរៀបទាំងញ៉ាំទុកឲ្យសត្វចាបមួយហ្នឹងរួចហើយក៏បានធ្វើដំណើរទៅបន្តដោយបានឆ្លងកាត់នៅទីតាំងដែលមានទេសភាពស័ក្តិជាច្រើននៅពេលដែលមើលរឿងនេះគឺថាត្រជាក់ភ្នែកខ្លាំងមែនទែនគេបានសម្លឹងទៅកាន់ផែនទីធ្វើដំណើរទៅកាន់សិនទូទៅពេលដែលទៅដល់ផ្លូវបំបីជា2មិនដឹងថាទៅណានៅពេលនោះសត្វចាបមួយក្បាលហ្នឹងក៏បានហោះចូលមកពំនៅផែនទីមួយហ្នឹងហោះកិច្ចចេញទៅបាននៅពេលដែលគេរត់ទៅតាមសត្វចាបមួយហ្នឹងក៏បានទុកផែនទីនៅលើដុំថ្មមួយនៅពេលដែលគេបោះដីមើលក៏មានអក្សរដែលសរសេរនៅលើដុំថ្មមួយហ្នឹងដាក់ថាសិនទូដូច្នេះហើយអ្នកកំឡោះរបស់យើងក៏បានអរគុណទៅដល់សត្វចាបមួយក្បាលហ្នឹងរួចហើយធ្វើដំណើរទៅបន្តទៀតមកដល់នៅជម្រាលភ្នំឈរញញឹមសម្លឹងទៅកាន់ភ្នំតូចៗដែលនៅចំពោះមុខដែលមើលទៅកាន់ទេសភាពស្អាតមែនទែនសាច់រឿងកាត់ទៅដល់ក្រុងសិនទូនៃមហាជូគោលបំណងទី1របស់គេគឺសាលាធានតាវដែលគឺជាសាលាល្អបំផុតនៅក្នុងក្រុងសិនទូអ្នកដែលអាចបើកច្រកទ្វារប៉មបានគឺនឹងមានសិទ្ធិចូលប្រឡងសំណេរនៅក្បែរហ្នឹងយើងបានឃើញបរិសម្នាក់បានចង្អុលទៅកាន់ក្មាប់មួយដែលព្យាយាមដាក់ដៃទៅលើថាសមួយនៅជាប់ខ្លងទ្វារប៉មនៅពេលហ្នឹងធម្មពលរបស់គេរៀបនឹងទៅដល់ចំណុចកំពូលទៅហើយវាក៏ស្រាប់តែផ្ទុះធ្វើឲ្យក្មាប់ខ្ទាតមកខាងក្រោយវិញយ៉ាងខ្លាំងគ្រប់គ្នាបានសើចចំអកឲ្យគេដែលចង់ចូលទៅកាន់សាលាធានតាវទាំងដែលគេមិនទាន់មានអាណាចក្រសមាតគោឆ្អឹងនៅពេលហ្នឹងអ្នកកំឡោះរបស់យើងបានរើសនៅផ្លិតប្រកល់ឲ្យគេវិញគេបានអរគុណបន្ទាប់មកអ្នកកម្លោះរបស់យើងក៏បានដើរចូលទៅវិញម្ដងប៉ុន្តែត្រូវបានបរិសម្នាក់ទៀតប្រាប់ឲ្យឈប់សិននៅពេលដែលចាប់ដៃពិនិត្យមើលគេបានសើចចំអកយ៉ាងខ្លាំងដោយសារតែមិនទាន់បានឈានទៅដល់អាណាចក្រសមាតគោឆ្អឹងផងហើយថែមទាំងមិនទាន់មានមនសិការអាទិទេពទៀតទង្វើបែបនេះគេបានគ្រោះដៃចេញយ៉ាងលឿនណែនាំឈ្មោះថាខ្ញុំឈ្មោះឆិនឆាងសឹងខ្ញុំមិនទាន់បានចាប់ផ្ដើមការហ្វឹកហាត់របស់ខ្ញុំនោះទេហេតុនេះហើយទៅបានជាខ្ញុំចង់ចូលរួមនៅក្នុងសាលាលើដូច្នេះគេនិយាយថាតើអញឈួតមែនទេនេះគឺជាសាលាធានតាវគឺជាសាលាលេខ1ណាហើយអញគឺមិនទាន់បានចាប់ផ្ដើមការហ្វឹកហាត់នោះទេគឺមានតែទេពកោសលប៉ុណ្ណោះទើបអាចអនុញ្ញាតឲ្យចូលនៅពេលដែលឃើញឆិនឆាងសឹងដើរចូលទាំងមិនខ្វល់បែបនេះគេបានសើចនៅពេលដែលឡើងទៅដល់ខាងលើឆិនឆាងសឹងសម្លឹងទៅកាន់ថាសនៅចំពោះមុខគេហាដូចជារារែកចិត្តនៅក្នុងការដាក់ដៃចូលទើបបានជាអបិមួយហ្នឹងស្រែកមកពីខាងក្រោយទៀតហើយថាតើឯងខ្លាចមែនទេនៅពេលដែលដាក់ដៃចូលឆិនឆាងសឹងដឹងថាថាសមួយនេះគឺធ្វើឡើងអំពីថ្មវិញ្ញាណហើយនឹងកលឹះយន្តមិនដឹងថាជាកលឹះយន្តឬអត់នោះទេចេះតែហៅសិនទៅថ្មវិញ្ញាណស្រូបយកនៅខ្លឹមសារពិតបង្កើតបានទៅជាខ្សែបន្ទាត់ខ្លឹមសារពិតហើយនឹងចាក់សោស្នូលខ្លឹមសារពិតបើសិនជាខ្លឹមសារពិតមកខ្លាំងគ្រប់គ្រាន់ដើម្បីរុញស្នូលវាឲ្យបើកនោះទេដូចយើងបានឃើញអញ្ចឹងថាកលឹះយន្តនឹងវាយប្រហារឲ្យយើងស្ទាបទៅខាងក្រោយវិញមានតែការបង្កើតខ្យល់ទៅខាងជើងមកពីលាវឈូឈីមិនគួរតែមានវិធីទាំងអស់នេះបន្ទាប់មកយើងបានឃើញគាត់ដូចជានៅក្នុងពិភពជីននឹងយ៉ាងចឹងមានតែពណ៌សនិងខ្មៅគាត់ព្យាយាមផ្គប់ផ្គងនៅអក្សរដែលវាបានអណ្ដែតនៅជុំវិញខ្លួនរបស់គាត់ក៏ដូចជាបង្វិលនៅកលឹះយន្តថាសដែលនៅជាប់ទ្វារចំណែកឯអាប៉ែដែលនៅខាងក្រៅដូចជាសោចចំអកអត់ចេះចប់នោះទេគេនិយាយថាឆាងសឹងបើសិនជាអាចបាក់ទ្វារនឹងបានគឺគេឲ្យទាត់ក្បាលរបស់គេដូចជាបាល់ប៉ុន្តែដូចជាសយមែនតើនៅពេលហ្នឹងឆាងសឹងគឺអាចបាក់នៅទ្វារមួយនឹងបានតែធ្វើឲ្យគេចំហមាត់ខ្លាំងមែនតើនៅពេលហ្នឹងម្នាក់ទៀតបានចូលមកនិយាយថាសម្រាប់តាមចឹងចោះលេងបាល់នៅថ្ងៃស្អែកគឺពឹងទៅលើក្បាលរបស់ឯងហើយនៅម្ខាងទៀតយើងក៏បានឃើញមនុស្សម្នាក់ក៏ចាប់អារម្មណ៍ទៅលើឆិនឆាងសឹងដូចគ្នានៅពេលដែលឆិនឆាងសឹងឈានជើងចូលសាលាក៏មានព្រឹទ្ធាចារ្យម្នាក់លោតមកវាយប្រហារភ្លាមតែម្ដងប៉ុន្តែបរិះអត់កម្បាំងម្នាក់ហ្នឹងបានចេញមករារាំងព្រឹទ្ធាចារ្យដែលវាយប្រហារគាត់គឺជាគ្រូបង្រៀនឆាវនៃសាលាធានតាវសួរទៅកាន់ທາງ36តើគេកំពុងធ្វើអ្វីនឹងតើកិច្ចសាលាទៀតហើយមែនទេម្នាក់ហ្នឹងគេមានឈ្មោះថាທາງ36ជាសិស្សនៃសាលាធានតាវនិយាយទៅកាន់លោកគ្រូឆាវតើធ្វើបាបមនុស្សដែលគ្មានការវឹកហាត់មិនគួរឲ្យអាម៉ាស់ទេឬឲ្យលោកគ្រូឆាវមួម៉ៅតែម្ដងប៉ុន្តែត្រូវបាននាយកសាលាធានតាវគាត់មានឈ្មោះថាម៉ៅឈៀវយូសួរថាតើមានរឿងអ្វីកើតឡើងលោកគ្រូឆាវបានប្រាប់ទៅកាន់នាយកសាលាក្មេងប្រុសម្នាក់នេះគេបានរកឃើញនៅវិធីបំបែកនៅកលឹះយន្តរបស់ពួកយើងគេសុំតែទទួលទោសសម្រាប់ការបោកប្រាស់ឆាងសឹងនិយាយទៅកាន់លោកនាយកផងដែរពេលព្រោះនៅក្នុងសេចក្តីប្រកាសគឺមិនបានបញ្ជាក់អំពីវិធីដើម្បីបើកទ្វារនោះទេ36គេនិយាយថាត្រឹមត្រូវហើយលោកគ្រូឆាវប្រាប់ថាសេចក្តីជូនដំណឹងមួយនេះគឺគ្រាន់តែជាការបោកបញ្ឆោតនោះទេចំណែកឯថារូបមន្តមួយនេះគឺដាក់ដើម្បីស្រង់យកអ្នកដែលនៅក្នុងអាណាចក្រមនុស្សសាមញ្ញចំណែកឆាងសឹងវិញគឺមិនទាន់សូម្បីតែឈានទៅដល់អាណាចក្រសមាតគោចឹងគឺមិនអនុញ្ញាតឲ្យចូលសាលាធានតាវបាននោះទេលើសម្ដីរបស់គាត់ឆាងសឹងគឺថាហួសចិត្តតែម្ដងបើសិនជាបែបនឹងដដែលមិនក៏មិនប្រាប់ដោយបើកចំហតែម្ដងទៅបើការសេចក្តីប្រកាសคล้ายៗបែបនេះគឺដូចជាបំផ្លាញក្តីសង្ឃឹមរបស់មនុស្សចឹងអាណិតតែកម្មាប់នោះទេលើហើយនិយាយលែងចេញ
ក្រៅពីនេះឆាន់ឆាំងសឹងបើយើងទៅតាមផ្នែកទី8អត្ថបទទី4ចំពោះទី17នៃច្បាប់របស់សាលាការប្រឡងគឺជាលក្ខខណ្ឌតែមួយគត់គឺមិនមែនអាណាចក្រសមាតគួរឆ្អឹងនោះទេហើយនេះគឺត្រូវបានរៀបចំដោយការិយាល័យកាលពី11ឆ្នាំមុនលោកគ្រូឆាវបានទាញសភៅចេញដោយសារតែគាត់បានបង្រៀននៅទីនេះអស់ជាច្រើនទសវត្សរ៍មកហើយគឺមិនដែលលើអំពីច្បាប់បែបនេះនោះទេនៅពេលហ្នឹងលោកនាយកប្រាប់ថាគឺពិតជាមានច្បាប់បែបនេះមែនរួចហើយសរសើរទៅកាន់ឆាន់ឆាំងសឹងសម្លាញ់តូចគឺពិតជាមានចំណេះដឹងច្រើនមែនរួចហើយក៏អនុញ្ញាតឲ្យចូលទៅខាងក្នុងឆាំងសឹងបានអរគុណលោកនាយកហើយនឹងខាង36គេប្រាប់ថាមិនអីនោះទេនៅពេលហ្នឹងឆាំងសឹងក៏បានស្នើសុំឲ្យកម្មាប់គេចូលប្រឡងដែរនៅពេលដែលដើរចូលទៅខាងក្នុងលោកគ្រូឆាវបានប្រាប់ទៅកាន់ឆាំងសឹងនេះគឺជាការប្រឡងដ៏លំបាកជាងគេនៅក្នុងមហាឈូមិនមាននៅខ្លឹមសារអតិទេពជាមើលតើឯងអាចអានសៀវភៅបានប៉ុន្មានក្បាលគោលបំណងទី2របស់ឆាំងសឹងគឺយកឲ្យបានចំណាត់ថ្នាក់ទី1នៅក្នុងការប្រឡងសំណេររបស់សាលាធានតាវនេះការប្រឡងនៃរដូវកាលនេះគឺមានសៀវភៅចំនួន36ភាគបញ្ចប់បានកាន់តែច្រើនគឺទទួលបានពិន្ទុកាន់តែខ្ពស់ហើយនៅក្នុងមួយភាគគឺមានរយៈពេលធ្វើ15នាទីបើមានការយឺតយ៉ាវក៏នឹងត្រូវបានបញ្ឈប់ហើយនឹងបណ្តេញចេញដែលមានរយៈពេល6ម៉ោងនៅក្នុងការប្រឡង6ម៉ោងក្រោយមកគឺទទួលយកចំណាត់ថ្នាក់កំពូលទាំង30ឆាំងសឹងបានចូលទៅក្នុងលំហនៃចំណេះដឹងហើយសំណួរទាំងអស់នេះគឺសុទ្ធតែមាននៅក្នុងសៀវភៅតាវ3000នៅទីនេះមានទូដាក់សៀវភៅជាច្រើនបានតម្រៀបគ្នាជុំវិញខ្លួនរបស់ឆាំងសឹងដែលគាត់អាចបញ្ជាវាបានតាមចិត្តតែមើលទៅលយខ្លាំងមែនទែនដូចជាបណ្ណាល័យអញ្ចឹងហើយលោកគ្រូរបស់ឆាំងសឹងមិនដែលបង្រៀនគាត់នឹងថាច្បងអ៊ីយ៉ានរបស់គាត់អំពីការហ្វឹកហាត់នោះទេគឺមានតែការអានសៀវភៅបុរាណតែប៉ុណ្ណោះគាត់ឆ្ងល់ថាតើលោកគ្រូអាចទាយដឹងទុកមុនថាមានថ្ងៃនេះមែនទេឆាំងសឹងគាត់បានបញ្ចប់សៀវភៅពីមួយភាគទៅមួយភាគបានយ៉ាងលឿនបើយើងមើលទៅកាន់កម្មាប់ក៏ព្យាយាមដូចគ្នាចំណែកអ្នកដែលធ្វើមិនទាន់មកគឺនឹងត្រូវបានគេបណ្តេញចេញលោកគ្រូម្នាក់បានយកនៅក្រដាសកិច្ចការរបស់ឆាំងសឹងទៅឲ្យលោកគ្រូឆាវមើលបន្ទាប់ពីគាត់បើកមើលគឺថាភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯឆាំងសឹងវិញគាត់ចង់បញ្ចប់នៅសៀវភៅភាគចុងក្រោយប៉ុន្តែត្រូវបានលោកគ្រូម្នាក់គាត់មិនខ្វល់នោះទេដកចេញទាំងញញឹមបន្ទាប់ពីបានបញ្ចប់នៅសញ្ញាកិច្ចការទាំងអស់នេះរួចហើយគាត់បានដើរចេញមកយ៉ាងសង្ហាដែលធ្វើឲ្យសិស្សនៃសាលាធានតាវទាំងអស់គ្នាភ្ញាក់ផ្អើលមែនទែនក៏ដោយសារតែចាប់តាំងពីសៀវភៅទាំង36ភាគនេះត្រូវបានបង្កើតឡើងគឺមិនដែលមានអ្នកណាអាចបញ្ចប់វាបានទាំងអស់នោះទេហើយឆាំងសឹងវិញគឺបានបញ្ចប់វាទាំងអស់ត្រឹមតែរយៈពេល3ម៉ោងស្របពេលជាមួយគ្នានេះដែរយើងបានឃើញនារីម្នាក់មកជួបលោកគ្រូឆាវនាងមានឈ្មោះថាសៀងមកពីសំណាក់ឧត្តមសេនីយ៍ពិសិដ្ឋដែលនាងគឺទទួលបានការពឹងពាក់ពីលោកស្រីស៊ូយកសម្បត្តិមួយនេះមកប្រគល់ឲ្យលោកគ្រូឆាវបន្ទាប់ពីលោកគ្រូឆាវបានបើកនៅសម្បត្តិនេះមើលឃើញតែទឹកមុខរបស់គាត់ជាងដឹងហើយថាមិនល្អនោះទេនៅពេលដែលលទ្ធផលចេញប្រកាសកម្មាប់បានអរគុណឆាំងសឹងមែនទែនព្រោះតែពេលនេះគេបានប្រឡងជាប់ហើយដោយសារតែបានឃើញចំណាត់ថ្នាក់លេខ1គេមានឈ្មោះថាសៀវអ៊ីឈិនកម្មាប់បានសួរឆាំងសឹងតើនេះគឺជាឈ្មោះរបស់គេមែនទេឆាំងសឹងប្រាប់ថាគាត់មានឈ្មោះថាឆាន់ឆាំងសឹងនោះទេលើដូច្នេះកម្មាប់គឺមានការឆ្ងល់មែនទែននាយកសាលាជាយូគាត់បានមើលពីចម្ងាយដូចជាដឹងរឿងរបស់ឆាន់ឆាំងសឹងដូចគ្នាគាត់បានត្រឹមតែក្រវីក្បាលដើរចេញបន្ទាប់មកឆាំងសឹងក៏បានទៅជួបជាមួយនឹងលោកគ្រូឆាវដើម្បីសុំគាត់ពិនិត្យមើលលទ្ធផលលោកគ្រូឆាវបានសួរគេតើមូលហេតុអ្វីឆាំងសឹងប្រាប់ថាគឺគាត់មិនមានឈ្មោះនៅក្នុងបញ្ជីលទ្ធផលនោះទេលោកគ្រូឆាវបានឆ្លើយត្រឡប់មកវិញថាតើអ្នកណាខ្វល់អំពីឈ្មោះរបស់ឯងទៅហេតុអ្វីបានជាត្រូវមានក្នុងបញ្ជីមួយនោះនៅពេលនោះខាង36បានបន្តថាដោយសារតែគាត់បានឆ្លើយត្រូវគ្រប់សំណួរទាំងអស់លោកគ្រូឆាវបានប្រាប់គេថាកុំជ្រៀតជ្រែកនៅក្នុងរឿងនេះអី36គេនៅតែសួរបញ្ជាក់ថាតើហេតុអ្វីបានជាឆាំងសឹងមិនមានឈ្មោះនៅក្នុងបញ្ជីសូម្បីតែមនុស្សគ្រប់គ្នាដែលនៅទីនេះក៏មិនសុខចិត្តនោះដែរលោកគ្រូឆាវបានខ្សឹបទៅកាន់36មិនមែនជាកិច្ចការរបស់គេនោះទេគាត់គឺមិនអាចប្រាប់បានឡើយក៏ដូចជាបានប្រាប់ទៅកាន់ឆាំងសឹងថាគេមិនអាចចូលសាលាធានតាវបានឡើយរួចហើយក៏ប្រញាប់ឆាកចេញយ៉ាងលឿនខាង36ដែលកឹងខ្លាំងពេកក៏បានរើសនៅដុំថ្មគប់គាត់ដែលគាត់បានស្រែកជេរត្រឡប់មកវិញហើយថាខាង36ឯងបែរជាមិនគ្រប់ចាស់ទុំនៅពេលហ្នឹងឆាំងសឹងក៏បានខាត់គេដូចគ្នាដោយអរគុណគេហើយដែលបានជួយបើសិនជាសាលាធានតាវមិនព្រមទទួលយកគាត់នោះទេគាត់នឹងទៅរកសាលាផ្សេងទៀតខាង36សួរហើយថាតើត្រូវបានគេបដិសេធដោយគ្មានហេតុផលបែបនេះតើឯងមិនខឹងទេឬឆាន់ឆាំងសឹងដែលគឺជាអ្នកចេះដឹងបានឆ្លើយមកវិញថាខឹងគឺប៉ះពាល់ទៅដល់សុខភាពហើយម្យ៉ាងទៀតគាត់ក៏មិនចង់ចូលសាលាធានតាវដែលមានច្រឹកបែបនេះដូចគ្នាខាង36និយាយថាមនុស្សម្នាក់នេះគួរឲ្យចាប់អារម្មណ៍ហើយរឿងបន្ទាប់នៅក្នុងទាមអាហារមួយយើងបានលើសម្លេងរបស់ខាង36ដែលគាត់និយាយថាគាត់ក៏មិនចូលចិត្តសាលាធានតាវនោះដែរបើទោះបីជាគាត់ជាសិស្សនៅទីនោះក៏ដោយរួចហើយបានណែនាំឈ្មោះខាង36ឆាំងសឹងក៏បានណែនាំត្រឡប់ទៅវិញគាត់ត្រកូលឈិនឈ្មោះថាឈិនឆាំងសឹងហើយ36គេបានសរសើរចំណេះដឹងដ៏ជ្រៅជ្រះរបស់ឆាំងសឹងប៉ុន្តែបែរជាមានឈ្មោះសាមញ្ញបែបនេះឆាំងសឹងតបទៅកាន់គេវិញថាវាគឺមានអត្ថន័យល្អក៏ដូចជាបានសួរអំពីឈ្មោះរបស់គេខាង36តើគេគឺជាកូនទី36នៃគ្រួសារមែនទេលើហើយខាង36គេបានសើចគេបានប្រាប់ថាឈ្មោះមួយនេះគឺគេទទួលបានចំណាត់ថ្នាក់ទី36នៃបញ្ជីពពកខៀវវាពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ទៅបានជាគេដាក់ឈ្មោះមួយនេះដើម្បី
ជំរុញទឹកចិត្តខ្លួនឯងលើឲ្យឆាងសឹងឆ្ងល់អំពីបញ្ជីពពកខៀវທາງ36ប្រាប់ថាវាគឺជាបញ្ជីចំណាត់ថ្នាក់សម្រាប់យុវជនចំនួនក្រោយនៃមហាឈូអ្នកដែលមានចំណាត់ថ្នាក់កាន់តែខ្ពស់គឺមានឱកាសកាន់តែច្រើននៅក្នុងការប្រឡងចូលរាជការនៅពេលនេះឆាងសឹងក៏បានយល់ហើយនៅពេលដែលចង់ផៅលើកម្ហូបមកឆាងសឹងអង្គុយគិតអំពីមុខម្ហូបត្រីប្រៃមួយនេះដែលវាមិនល្អនោះទេសម្រាប់ការរំលាយអាហារក៏ដូចជាសាច់ជ្រូកមួយនេះគឺវាមានជាតិខ្លាញ់ច្រើនចំពោះអ្នកចេះដឹងគឺថាសូម្បីតែការញ៉ាំក៏ពិបាកសម្រាប់ចិត្តទៅបានជាທາງ36គេបានប្រាប់ថាម្ហូបពិសេសទាំងអស់នេះគឺគាត់បានកំងពីហាងដែលនៅក្បែរនេះឆាងសឹងគាត់បានគិតថាអបិនេះគឺពូកែរាក់ទាក់ខ្លាំងណាស់ហើយគាត់ក៏មិនចង់បំផ្លាញអារម្មណ៍នោះដែរក៏បានសាកភ្លក់ម្ហូបមួយម៉ាត់ដល់ពេលនោះທາង36គេបានបដុសនៅសាច់ជ្រូកមួយដុំឲ្យប្រាប់ថាវាគឺមិនមានជាតិខ្លាញ់នោះទេហើយបាននិយាយថាឆាងសឹងមើលទៅដូចជាមិនមែនមនុស្សដែលមកពីសិនទូគាត់បានតបថានេះគឺជាលើកដំបូងដែលគាត់មកកាន់ទីនេះហើយគាត់គឺបានសិក្សាផ្នែកវិទ្យាសាស្ត្រជាមួយនឹងលោកគ្រូរបស់គាត់នៅឯស៊ីននីងលើដូច្នេះທາង36គេដឹងថាគឺនៅប៉ែកខាងលិចនៃមហាជូទីនោះគឺពិតជាឆ្ងាយខ្លាំងណាស់ក៏ដូចជាសួរបន្ថែមទៀតថាតើឪពុកម្ដាយរបស់ឆាងសឹងនៅទីណាលើសំណួរមួយនេះធ្វើឲ្យឆាងសឹងកាំងក៏ដូចជាបានឆ្លើយប្រាប់ទៅកាន់គេថាគាត់មិនមានឪពុកម្ដាយនោះទេគឺលោកគ្រូជាមួយនឹងសិស្សច្បងគឺជាអ្នកដែលបានចិញ្ចឹមគាត់លោកគ្រូបាននិយាយប្រាប់ថានៅថ្ងៃដែលត្រជាក់បំផុតនៅក្នុងភ្នំយន្តមកនៅពេលនោះរូបភាពបានស្រមៃទៅដល់យើងបានឃើញក្មេងប្រុសម្នាក់ត្រូវបានគេបណ្តែតមកតាមទឹកហើយត្រូវបានប្រទះឃើញដោយក្មេងប្រុសវ័យចំទង់ម្នាក់ដែលមើលទៅគេដូចជាពិការដៃម្ខាងឆាងសឹងបន្តទៀតថានៅពេលនោះគឺអាកាសធាតុត្រជាក់ខ្លាំងណាស់សូម្បីតែទឹកក៏ដូចគ្នាពេលហ្នឹងគាត់មានអារម្មណ៍ថាដៃរបស់សិស្សច្បងអ៊ីយ៉ានពិតជាមានភាពកក់ក្ដៅខ្លាំងណាស់ហើយនៅពេលនោះផងដែរគឺមានសត្វនាគរាជមាសដ៏ធំសម្បើមមួយបានបង្ហាញខ្លួនមកឃើញដូច្នេះអ៊ីយ៉ានគេបានឈរការពារឆាងសឹងនៅពេលហ្នឹងសត្វនាគរាជមាសមួយហ្នឹងបានស្រែកក្រហមយ៉ាងខ្លាំងឆាងសឹងនិយាយថាសិស្សច្បងអ៊ីយ៉ានគឺជាមនុស្សដែលមានភាពក្លាហានជាងគេនៅក្នុងលោកខណៈពេលហ្នឹងក៏មានមនុស្សម្នាក់ទៀតបានបង្ហាញខ្លួនមកដែលគាត់គឺជាគ្រូរបស់ឆាងសឹងមានឈ្មោះថាអាចារ្យជីគាត់បានដកដាវចេញមកក្រវះចេញទៅមួយឆាច់ដែលមើលទៅពោពេញទៅដោយចំហាយតារាចំហាយដាវមួយហ្នឹងបានកាត់នៅព្រុយរបស់សត្វនាគរាជមួយក្បាលហ្នឹងបន្ទាប់ពីបណ្ដេញសត្វនាគរាជមាសមួយនឹងហើយលោកអាចារ្យជីក៏បាននាំឆាងសឹងមកកាន់ប្រាសាទចាស់ស៊ីននីងនៅពេលដែលឆាងសឹងលូតលាស់ធំបន្តិចគាត់បានរកឃើញជំងឺដ៏ធ្ងន់ធ្ងរមួយមិនអាចព្យាបាលបានឡើយហើយសិស្សច្បងអ៊ីយ៉ានរបស់គាត់គឺតែងតែមើលថែគាត់បានយ៉ាងល្អចំពោះលោកគ្រូវិញគឺមិនដែលបង្រៀនពួកគេអំពីការហ្វឹកហាត់ឡើយហើយឆាងសឹងគឺជាក្មេងដែលចូលចិត្តអានសៀវភៅជាពិសេសគឺជាគម្ពីរតាវ3000រៀនបណ្ដាលេងបណ្ដាពេលខ្លះក៏ត្រូវបានលោកគ្រូវាយផងដែរបន្ទាប់ពីឆ្លងកាត់ពីមួយរដូវកាលទៅមួយរដូវកាលនៅក្នុងថ្ងៃមួយគឺមានសត្វក្រៀលពណ៌សមួយក្បាលបានផ្ញើសម្បត្តិកិច្ចសន្យាពីដោយសារតែលោកគ្រូរបស់គាត់បានជួយជីវិតលោកតារបស់នាងដែលមានឈ្មោះថាយូរ៉ុងជាកូនស្រីនៃគ្រួសារស៊ូអ្នកទាំងពីរគឺតែងតែឆ្លើយឆ្លងសម្បត្តិគ្នាទៅវិញទៅមកតាមរយៈសត្វក្រៀលឆាងសឹងតែងតែចង់ដឹងថានាងគឺជាមនុស្សប្រភេទណានៅក្នុងសម្បត្តិនាងតែងតែប្រាប់ថានៅទីនោះគឺមានម្ហូបឆ្ងាញ់ៗជាច្រើនតែនាងបានហៅឆាងសឹងថាជាអាចារ្យតូចទៅពេលដែលគេធំឡើងកុំភ្លេចទៅស្វែងរកនាងនៅក្នុងក្រុងសិនទូនៅពេលនោះនាងប្រកាសជានាំឆាងសឹងទៅដើរលេងកន្លែងប្លែកៗក៏ដូចជាទៅញ៉ាំអាហារឆ្ងាញ់ឆាងសឹងបាននិយាយថានៅពេលនោះគឺជាលើកដំបូងហើយដែលគាត់ចង់ទៅឃើញពិភពលោកខាងក្រៅប៉ុន្តែនៅក្នុងថ្ងៃមួយគាត់ក៏ស្រាប់តែជំងឺរើឡើងគឺមានសរសៃមាសជាច្រើនបានលេចឡើងនៅលើរាងកាយរបស់គាត់ហើយនោះគឺជាពេលដែលគាត់បានប្រកាសលើកដំបូងសិស្សច្បងអ៊ីយ៉ាននិយាយថានៅជុំវិញទៅនោះគឺពោពេញទៅដោយក្លិនក្រអូបបន្ទាប់ពីឆាងសឹងភ្ញាក់ដឹងខ្លួនត្រឡប់មកវិញលោកគ្រូរបស់គាត់បានប្រាប់ថាជំងឺរបស់គេគឺមិនអាចព្យាបាលបានឡើយគឺមិនមានគ្រូពេទ្យណាអាចព្យាបាលបានទេដោយសារតែវាគឺជាវាសនារបស់មនុស្សម្នាក់បន្ទាប់មកឆាងសឹងគាត់ក៏នឹងស្វែងរកផ្លូវដើម្បីកែប្រែវាសនាលោកគ្រូរបស់គាត់បានប្រាប់បន្ថែមទៀតថានៅក្នុងរយៈពេល800ឆ្នាំមកនេះគឺមានតែមនុស្ស3នាក់ប៉ុណ្ណោះដែលអាចកែប្រែវាសនារបស់ពួកគេបានដូច្នេះឆាងសឹងក៏បានថ្វាយបង្គំលាលោកគ្រូនិយាយថាវាគឺជារឿងដ៏ល្អគាត់គឺចង់សាកល្បងព្យាយាមធ្វើវាឃើញការតាំងចិត្តរបស់សិស្សបែបនេះលោកអាចារ្យជីក៏បានសើចប្រាប់ឲ្យឆាងសឹងទៅកាន់ក្រុងសិនទូបន្ទាប់មកយកលេខ1នៅក្នុងការប្រឡងរាជការនៅពេលនោះឆាងសឹងប្រកាសជាអាចស្វែងរកផ្លូវដើម្បីកែប្រែវាសនារបស់គេបានហើយមុននឹងចាក់ចេញសិស្សច្បងអ៊ីយ៉ារបស់គាត់បានប្រគល់នៅដាវទឹកមួយដើមដែលលោកគ្រូរបស់ពួកគេប្រើនៅពេលដែលប្រយុទ្ធជាមួយនឹងសត្វនាគរាជមាសចំពោះដាវមួយហ្នឹងគឺជាប្រភេទដាវខ្លីដែលយើងអាចហៅជាកំបិតក៏បានដែរអ៊ីយ៉ាគឺជាមនុស្សពិការគេមិនអាចនិយាយបានឡើយគេបានប្រើភាសាកាយវិការនិយាយថាគេគឺជាជាទៅលើឆាងសឹងក៏ដូចជាបានជូនពរឆាងសឹងឲ្យសំណាងល្អគេគឺរងចាំឆាងសឹងត្រឡប់មកវិញបន្ទាប់ពីស្ដាប់ប្រវត្តិរបស់ឆាងសឹងចប់ທາງ36គេចាប់អារម្មណ៍ខ្លាំងមែនទែនក៏ដូចជាបានប្រាប់ទៅកាន់ឆាងសឹងថាចាប់ពីពេលនេះតទៅខ្ញុំគឺជារបស់ឯងនៅក្នុងក្រុងសិនទូនេះបន្ទាប់មកគេក៏ឆ្ងល់ផងដែរដោយសារតែឆាងសឹងគឺគ្រាន់តែជាអ្នកចំណូលថ្មីដែលមកពីលើភ្នំហេតុអ្វីបានជាសាលាធានតាវជ្រើសរើសយកគេបើតាមគំនិតរបស់គេតើអាចតាក់ទងជាមួយនឹងសម្បត្តិកិច្ចសន្យាអាពាហ៍ពិពាហ៍ដែរទេឆាងសឹងនិយាយថាផ្ទះរបស់នាងប្រហែលជានៅក្នុងក្រុងសិនទូនេះដែលឈ្មោះរបស់នាងគឺស៊ូយូរ៉ុងលើបែបនេះທາງ36គេឆ្លក់តែម្ដងឆាងសឹងសួរគេវិញថាតើស្គាល់នាងមែនទេທາງ36
មួយបានក្រោកឈរនិយាយថានាងគឺបានដាស់ឡើងនៅជាមយុរាពិតចាប់តាំងពីនាងមានអាយុ10ឆ្នាំហើយនាងក៏ជាអ្នកដែលមានទេពកោសល្យខ្លាំងជាងគេនៅក្នុងទ្វីបមួយនេះហើយថែមទាំងជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងបញ្ជីពពកខៀវហើយគឺជាអនាគតនារីបរិសុទ្ធសួរបញ្ជាក់ឆាងសឹងតើឯងប្រកាសដែរទេថានាងគឺជាគូដណ្ដឹងរបស់ឯងនៅក្នុងការចងចាំរបស់ឆាងសឹងនាងគឺគ្រាន់តែជាក្មេងរពើម្នាក់ដែលតែងតែអួតប្រាប់គាត់នៅក្នុងសម្បត្តិហើយនៅពេលនេះនាងគឺបានខ្លាចទៅជាមនុស្សលេចធ្លោម្នាក់ខាង36គេលែងឆ្ងល់ហើយមិនបានជាស្លាធានតាបដិសេធឈិនឆាងសឹងក៏ដូចជាបានប្រាប់ទៀតថាសំណាក់ឧត្តមស្នេហ៍ពិសិដ្ឋដែលពេលនេះយើងបដូរមកហៅជាសំណាក់ពេទ្យតវិញសួរស្ដាប់ជាងប្រហែលជាដឹងអំពីវត្តមានរបស់ឆាងសឹងនៅក្នុងក្រុងសិនទូនេះឆាងសឹងធ្វើដំណើរទៅកាន់សំណាក់មេតបដោយបាននឹកឃើញសម្ដីរបស់ທາງ36ដែលបាននិយាយថាសំណាក់មេតបគឺមានឥទ្ធិពលខ្លាំងបំផុតនៅទីនេះបើសិនជាដំណឹងលេចលឺចេញទៅខាងក្រៅថាស៊ូយូរ៉ាមានកិច្ចសន្យារៀបការជាមួយនឹងក្មេងប្រុសសាមញ្ញម្នាក់នោះច្បាស់ណាស់គេឈ្មោះរបស់ពួកគេក៏នឹងត្រូវបានបំផ្លាញបញ្ជាក់ប្រាប់ថាជាពិសេសគឺជាឪពុកក្មេងរបស់ឯងស៊ូជីក៏ល្បីល្បាញខាងភាពគ្មានមេត្តាប្រាប់ឆាងសឹងថាឯងមិនគួរណាចង់ឆ្លងកាត់គាត់ទេចំពោះឆាងសឹងវិញគាត់មិនដែលមានបំណងចង់ប្រើប្រាស់កិច្ចសន្យាមួយនេះដើម្បីចង់ភ្ជាប់គាត់ជាមួយនឹងនាងឡើយហើយគាត់ក៏មិនចង់បំផ្លាញអនាគតរបស់នាងផងដែរដូច្នេះហើយគាត់ទៅលើកនេះគឺចង់ប្រកល់កិច្ចសន្យាទៅកាន់គ្រួសាររបស់នាងវិញខណៈពេលនោះផងដែរក៏មានសម្លេងមួយប្រាប់ថាឲ្យឈប់សិននៅពេលដែលឆាងសឹងងាកទៅយើងបានឃើញលោកមេតបស៊ូជីជាមួយនឹងកងទ័ពរបស់គាត់ជាច្រើនគាត់ប្រាប់ឲ្យឆាងសឹងប្រកល់នៅកិច្ចសន្យាហើយប្រញាប់ចាកចេញពីក្រុងសិនទូនេះបើមិនដូច្នោះនោះទេឯងប្រកាសជាមិនអាចឃើញពលិព្រះអាទិត្យនៅថ្ងៃស្អែកឆាងសឹងបានគ្រប់លោកមេតបក៏ដូចជាបានប្រាប់ថាគាត់គឺមានគម្រោងចង់ប្រកល់កិច្ចសន្យាត្រឡប់ទៅវិញសួរលោកមេតបថាតើគាត់អាចប្រកល់វាទៅឲ្យអ្នកនាងស៊ូដោយផ្ទាល់បានទេមេតបស៊ូជីប្រាប់ថាគឺគ្រាន់តែប្រកល់វាឲ្យយើងមកឆាងសឹងគឺចង់ប្រកល់ឲ្យនាងដោយផ្ទាល់ហើយនឹងអរគុណនាងមេតបស៊ូជីប្រាប់ថាតើឯងចង់ឲ្យកូនស្រីរបស់យើងចុះពីលើភ្នំដើម្បីជួបជាមួយនឹងឯងហើយនឹងបង្ហាញជាសាធារណៈសួរឆាងសឹងថាតើឯងចង់កាន់កាប់យកទ្រព្យសម្បត្តិរបស់យើងមែនទេក៏ដូចជាបានដៀលថាមនុស្សអ្នកនេះគឺពិតជាគួរឲ្យស្អប់ខ្ពើមរួចហើយក៏បានបំបល់សេះមកក្បែរឆាងសឹងចំពោះគាត់គឺមិនចាប់អារម្មណ៍ជាមួយនឹងទ្រព្យសម្បត្តិទាំងអស់នោះទេបន្ទាប់ពីកិច្ចរួចហើយគាត់ដឹងថាយូនីខនខ្មៅមួយនេះគឺមានចរិតហិង្សាពីធម្មជាតិរួចហើយគាត់ក៏ត្រូវបានវាធាក់ចំមួយជើងប៉ុន្តែបើយកទៅតាមគម្ពីរគាត់គឺអាចដឹងអំពីចំណុចខ្សោយរបស់វារួចក៏បានគប់នៅបញ្ចូលមាសជាច្រើនដើមចេញទៅនៅពេលដែលចំនៅចំណុចខ្សោយរបស់វាយូនីខនខ្មៅមួយហ្នឹងគឺថាប្រកាសខ្លាំងមែនទែនរហូតដល់ធ្លាក់លោកមេតបស៊ូជីចេញពីលើខ្នងរបស់វាដែលធ្វើឲ្យគាត់មួម៉ៅខ្លាំងមែនទែននិយាយថាវាគ្រាន់តែជាល្បិចកខ្វក់នៅពេលដែលឃើញឆាងសឹងទៅរបួសធ្ងន់បែបនេះគាត់ដឹងថាឆាងសឹងគឺមិនទាន់មានការវឹកហាត់តទៅសោះសួរថាតើពិតជាចង់ប្រយុទ្ធជាមួយនឹងគាត់មែនទេរួចហើយបានប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធទៅលើឆាងសឹងយើងមើលទៅកាន់ឆាងសឹងទទួលរងសម្ពាធដ៏ធ្ងន់មួយនេះដែលស្នៀតមួយនេះគឺមានឈ្មោះថាដាវបំបាយទឹកភ្លៀងរដូវស្លឹកឈើជ្រូកឆាងសឹងដឹងថាធម្មពលនៃស្នៀតមួយនេះគឺលេចឡើងនៅគ្រប់ទិសទីមិនអាចកិច្ចបានឡើយលោកមេតបស៊ូជីបានផ្ដល់ឱកាសចុងក្រោយឲ្យឆាងសឹងនៅតែនិយាយថាគាត់គឺគ្រាន់តែចង់ប្រកល់វាត្រឡប់ទៅវិញហើយនឹងអរគុណនាងដោយផ្ទាល់ឬបែបនេះលោកមេតបស៊ូជីបានវាប្រហារចេញទៅចំហាយដាវដ៏ក្រហមចិនចៅជាច្រើនបានវាប្រហារទៅកាន់ឆាងសឹងនិយាយថានៅក្នុងគម្ពីរតាវ3000គឺមានអ្វីគ្រប់យ៉ាងនៅក្នុងលោកហើយនឹងគ្រប់ល្បិចទាំងអស់នៅក្នុងលំហនៃចំណេះដឹងយើងបានឃើញឆាងសឹងញាប់ដៃញាប់ជើងមែនទែនដើម្បីស្វែងរកដំណោះស្រាយគាត់បានរកឃើញវិធីមួយបន្ទាប់មកដតនៅបញ្ចូលមាសជុំវិញខ្លួនដើម្បីតាក់ទាញធម្មពលរន្ទះបាញ់ទៅលើចំហាយដាវទាំងអស់ហ្នឹងរួចហើយឆាងសឹងក៏បានសម្រុកទៅខាងមុខមេតបស៊ូជីភ្ញាក់ផ្អើលមែនទែនដែលឆាងសឹងអាចបំបីនៅក្បួនរបស់គាត់បានដោយប្រើបញ្ចូលមាសខណៈពេលដែលឆាងសឹងសម្រុកចូលជាមួយនឹងចំហាយនៃគ្រីពណ៌មាសពីខាងក្រោយខ្នងប៉ុន្តែចំពោះលោកមេតបស៊ូជីគឺវាយត្រឹមតែមួយដៃប៉ុណ្ណោះឆាងសឹងគឺខ្ទាតទៅបុកជាមួយនឹងជញ្ជាំងត្រូវរបួសធ្ងន់ខ្លាំងមែនទែនដោយសារតែឆាងសឹងអាចទប់ទល់បានមេតបស៊ូជីគិតថាខ្លួនរបស់ឆាងសឹងក៏ពិតជាចម្លែកខ្លាំងណាស់ជាពិសេសគឺជាដាវខ្លីមួយហ្នឹងដូច្នេះហើយគាត់ក៏មិនអាចទុកឲ្យគេរស់នៅបានឡើយ